នេះខ្ញុំសូមគោរពជម្រាបសួរទៅកាន់ពុកម៉ែបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់គ្នាចា៎ថ្ងៃនេះខ្ញុំមកបកស្រាយអំពើល្អមួយដែលខ្ញុំកំពុងតែបើកទូរស័ព្ទដៃមើលមានមនុស្សជាច្រើនដែលកំពុងតែនិយាយភាសាមួយទៅទៀតធ្វើល្អបានអាចអូយបងប្អូនហើយខ្ញុំឮពាក្យមួយម៉ាត់នឹងខ្ញុំចង់ដាច់ផ្ងាចា៎គាត់និយាយថាធ្វើល្អមួយលានដងធ្វើខុសម្ដងគេជន់ចា៎នេះគឺជាបញ្ហាបុគ្គលមួយចំនួនតែខ្ញុំគ្រាន់តែនិយាយបកស្រាយពីអំពើល្អទៅចា៎ឲ្យយល់ពីអត្ថន័យថាអំពើល្អបើសិនជាអ្នកទាំងអស់គ្នាធ្វើល្អអ្នកទាំងអស់គ្នាដឹងខ្លួនឯងហើយថាអ្នកទាំងអស់គ្នាធ្វើល្អនឹងដើម្បីអ្វីដោយចិត្តបរិសុទ្ធជ្រះថ្លាឬក៏ដោយចង់បានស័ក្តិយោការសរសើរឬក៏ចង់បានមនុស្សជុំវិញខ្លួនមើលឃើញយើងថាយើងជាមនុស្សល្អចង់អួតចាខ្ញុំសូមជម្រាបពុកម៉ែបងប្អូនថាអំពើល្អមានច្រើនយ៉ាងណាស់មិនមែនមានមួយយ៉ាងទេមួយបរិសុទ្ធមួយចង់បានកិត្តិយសស័ក្តិយោមួយទៀតល្អដើម្បីរកស៊ីដើម្បី business ចឹងហើយវាមានច្រើនយ៉ាងដូច្នេះហើយសូមកុំឌីលថាធ្វើល្អបានអាចឲ្យសោះអ្នកឯងនិយាយពាក្យហ្នឹងដូចចាមើងងាយសាសនាពេកហើយចឹងព្រះពុទ្ធចាធ្វើល្អនាយករដ្ឋមន្ត្រីស្ដេចផែនដីធ្វើល្អរក្សាផែនដីទុកឲ្យកូនចៅរស់នៅហ្នឹងសិតតែបានអាចមែនទេចាយើងគិតចឹងខុសហើយសំបីតែនាយករដ្ឋមន្ត្រីបច្ចុប្បន្នគាត់ការពារជាតិទឹកដីទាំងមូលផងគាត់លះបង់ជីវិតគាត់លះបង់ចាគ្រប់បែបយ៉ាងដើម្បីការពារជាតិដើម្បីចាប្រជាពលរដ្ឋតែនៅតែគាត់ទទួលបានចាការភ្នាក់ងារចាការលក្ខណៈរិះគន់ទៅកាន់ពួកគាត់ពីមួយចំនួនទៅមួយចំនួនហើយចុះអ្នកឯងស្អីគេចង់ទៀមទីអីមិនផងធ្វើបន្តិចតួចហ្នឹងចង់ទៀមទីឲ្យធ្វើល្អហ្នឹងចាតើយើងធ្វើល្អក៏ដោយយើងធ្វើអាក្រក់ហ្នឹងយើងត្រូវទទួលលទ្ធផលល្អទាំងអស់ឬយ៉ាងណាឲ្យគេសរសើរយើងរហូតឬក៏មិនយើងអត់ចេះខុសហើយមែនទេចាមនុស្សមានកម្មរៀងខ្លួនមិនមែនអ្នកឯងកើតមកមានទ្រព្យចាហោហៀអ្នកឯងដើរជួយគេហើយអ្នកឯងគិតថាអ្នកឯងធ្វើអីក៏ត្រូវទេចាខុសហើយធ្វើល្អគឺធ្វើជាវិចិត្រអ្នកឯងមិនទៀមទីអ្នកណាគេចូលចិត្តមិនចូលចិត្តអ្នកណាសរសើរអ្នកណាមិនសរសើរវាជារឿងរបស់បុគ្គលប៉ុន្តែអ្នកឯងគឺកុំគិតថាធ្វើល្អបានអាចអញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាធ្វើទៅដើម្បីចង់បានប្រយោជន៍មកវិញមែនទេឬក៏តើអ្នកឯងធ្វើខុសនៅចំណុចប្រការណាក៏ដោយអញ្ចឹងអ្នកឯងចង់យកអំពើល្អទៅលៀងចាកំហុសរបស់អ្នកឯងដែរឬក៏យ៉ាងណាសូមគិតសារឡើងវិញកុំឲ្យដំរីជីកឯងអំពើល្អនេះគឺជាអំពើដែលយើងធ្វើដោយសុចចិត្តស្មោះត្រង់សុចរិតមិនបៀតបៀនដោយក្តីស្រឡាញ់ដោយក្តីស្មោះត្រង់រក្សាវប្បធម៌រក្សាចាព្រះធម៌ដែលព្រះត្រាស់ដឹងថាមិនថាមនុស្សសត្វត្រូវតែជួយសង្គ្រោះជីវិតគ្នាដើម្បីឲ្យមានការកកើតកាន់តែច្រើនទៅសបោសបាយមិនមែនយើងធ្វើដើម្បីតែប្រយោជន៍ទេចាអញ្ចឹងអំពើល្អដោយឡែកអំពើអាក្រក់ដោយឡែកអ្នកឯងមានបញ្ហាអ្នកឯងសាងបាបពីមុនមកហើយនៅពេលដែលអ្នកឯងបាបមកដល់បាបមកតបស្នងអ្នកឯងស្រែកថាចាធ្វើខុសម្ដងបានអាចអ្នកឯងនិយាយចឹងខុសហើយចាសូមគិតសារឡើងវិញបើសិនជាអត់ទាន់ចេះពីក្បួនការសាងអំពើល្អឬក៏សាងអំពើអាក្រក់ច្បាស់ទេសូមចូលរួមទៅវិបស្សនាឬក៏ទៅរៀនសិក្សាពីព្រះធម៌ឬក៏កាន់សិល5ឲ្យបានផងនៅពេលដែលអ្នកទាំងអស់គ្នាទៅសិក្សាបានច្បាស់លាស់កាន់សិល5បានល្អអ្នកទាំងអស់គ្នានឹងត្រាស់ដឹងនៅខ្លួនឯងថាអំពើល្អនិងអំពើអាក្រក់វាមានអត្ថន័យបែបណាចាវីដេអូនេះមានតែប៉ុណ្្នឹងទេសូមពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ដោយពិចារណាមានកំហុសឆ្គងកន្លែងណាខ្ញុំសូមខន្តីអភ័យទោសទុកជាមុនសូមអរគុណ